បាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញអំពីរបៀបសេរី microphone N8 ជាមួយនឹង JBL Party Box Stake 320ខាតពេលវេលាយូរយើងទៅសេរីទាំងអស់គ្នាអញ្ចឹងដំបូងបងប្អូនជួយបើក mic យើងបើកមកយើងមានខ្សែនេះសងខាងចេះប៉ុន្តែបងប្អូនដាក់ខាងនេះវាមានស្ពឺសម្រាប់មូលconnector 6 លីអញ្ចឹងយើងដាក់ខាងនេះមកខាងដុំនេះដាក់វាចូលចឹងមកយើងមូវាបន្ថែមបន្តិចមកបានហើយតមកប្រើជាមួយ Party Box អានេះបើសិនជាបងប្អូនប្រើមួយ speaker ណាដែលប្រើដូចតូចទេបងប្អូនមិនបាច់ចាំត6 លីទៀតទេប៉ុន្តែយើងប្រើជាមួយនឹង Stake 320យើងត្រូវត connector 6 លីនេះទៀតតមកយើងមូចូលចឹងមកហើយនៅលើ microphone នេះយើងចុចបើកវាជាទូទៅនេះប៊ូតុងខាងនេះសម្រាប់បន្ថយ volume សលេងប៊ូតុងខាងនេះសម្រាប់បូកអញ្ចឹងបងប្អូនអាចយកត្រឹមលេខ20មកបានហើយកុំយកតិចពេកហើយកុំយកខ្លាំងពេកអានេះបើយើងបើកអស់វាលេខ22អញ្ចឹងយើងយកត្រឹមលេខ20ល្មមតមកប៊ូតុង Bluetooth នេះយើងអត់ប្រើទេដោយសារយើង connect Bluetooth ទៅនឹងJBL Stake 320តែម្ដងសម្រាប់នៅលើផ្លែ microphone ហើយសម្រាប់នៅលើផ្លែ microphone របស់យើងវិញយើងចុចបើកវាមកបងប្អូនបួចេញមកនឹងឃើញប៊ូតុងនៅខាងនេះមាន4ខាងលើនេះមាន treble ដកនិងបូកហើយខាងនេះមាន bass នេះបងប្អូនចង់បានឲ្យសលេងយើងរៀងធ្ងន់ឬក៏ treble នេះចង់ឲ្យសលេងយើងរៀងស្រួយយើងអាចសេរីនៅក្នុងហ្នឹងប៉ុន្តែនេះជាទូទៅខ្ញុំណែនាំជូនបងប្អូនសម្រាប់បងប្អូនប្រើមិនថាជាមួយបាស JBL Boombox ឬក៏ Series Party Box ទេជាទូទៅយើងដាក់ត្រឹមលេខ00នេះបើយើងចុចមកវាដកមួយយើងចុចឡើងវិញនេះ00ហើយនេះដូចគ្នាបាសនេះយក00វាជាទូទៅយើងអាចត្រូវបានគ្រប់បាសតបមកនៅក្នុងនេះយើងសេរីតែម្ដងគឺរួចរាល់ហើយយើងអត់ពិបាកសេរីលើក្រោយទៀតទេហើយយើងក្រោកវាវិញមកថ្ងៃក្រោយយើងអត់បាក់ចូលសេរីនៅនឹងទៀតទេយើងបដូរបាសក៏ជាទូទៅគឺវាត្រូវហ្មងយើងយកប៉ុណ្ណឹងហើយសម្រាប់នៅលើ channel នេះមានបូកដកនេះបងប្អូនអាច microphone យើងមានពីដើមចេះអញ្ចឹងឧទាហរណ៍ថានៅ microphone លេខ1នេះអក្សរ microphone A នេះយើងថយយើងដាក់វាត្រឹមលេខ1 microphone ខាង B យើងដាក់លេខម៉ានក៏បានដែរឲ្យតែខុសលេខ1 microphone មួយទៀតអញ្ចឹងហើយ volume សលេងនេះបើសិនជាបងប្អូនសលេងរៀងខ្លាំងអាចយកត្រឹមលេខ9ឬ10បើបងប្អូនសលេងរៀងខ្សោយយើងអាចតឡើងថែមមកហើយសម្រាប់ echo វិញដូចគ្នាអាស្រ័យលើបងប្អូនចូលចិត្ត9 10ឬក៏11 12ចឹងទៅប៉ុន្តែទាំង volume សលេងនិង echo វាអស់ត្រឹមលេខ15ដូចគ្នានេះអស់ត្រឹមលេខ15អញ្ចឹងខ្ញុំថយវាសិនតើឥឡូវយើងទៅភ្ជាប់ជាមួយនឹង speaker ទាំងអស់គ្នាដើម្បីកុំឲ្យខាតពេលវេលាយូរអញ្ចឹងនៅខាងក្រោយនេះវាមានកន្លែងដោត microphone ចំនួន2មានខាងនេះហើយនិងខាងនេះប៉ុន្តែសម្រាប់ខាងនេះគឺយើងសម្រាប់តែ microphone ស្រាប់ microphone ទេហើយខាងនេះវាមាន2មុខងារសម្រាប់ប្រើហ្គីតាផង microphone ផងអញ្ចឹងបានន័យបងប្អូនចង់ដោត microphone ខាងនេះយើងគ្រាន់តែកាច់ប៊ូតុងអានេះមកខាង microphone មកប៉ុន្តែបើចង់ប្រើហ្គីតាកាច់ខាងហ្គីតានេះជា volume របស់ហ្គីតាតែបងប្អូនកុំឲ្យពិបាកគឺយើងដោតខាងនេះប៉ុន្តែបងប្អូនងាកមកមើលខាងក្រោមនេះវិញយើងមាននេះអានេះដូចវាសអញ្ចឹងអានេះជាកេនមកវាបងប្អូនប្រើជាមួយ mic N8 ហ្នឹងយើងបិទវាមកយើងមូវាបិទវាមកក្រោយមកយកខ្ចក់ដៃយើងមូលក៏បានដែរមកតឹងដៃបានដែរតោះមកយើងដោត microphone ចូលហើយយើងបន្តទៅបើក speaker របស់យើងសម្រាប់នៅលើ speaker របស់យើងវិញខ្ញុំនឹងបង្ហាញជូនបងប្អូនដូចគ្នាអានេះជា volume របស់ microphone បើសិនជាយើងបើកលើ microphone នេះអស់ហើយយើងអត់បើក volume នេះទេវានឹងអត់ឮសលេងចូលទេហើយនេះគឺសលេងឲ្យសលេងអានេះគឺបញ្ជាក់ជូនបងប្អូននេះគឺសម្រាប់តែប្រើជាមួយ microphone ពេលយើងច្រៀងខារ៉ាអូខេទេនេះគេដាក់ microphone អញ្ចឹងបាសនេះគឺយើងបើកសលេងយើងឲ្យសលេងយើងធ្ងន់ហើយ treble នេះឲ្យសលេងយើងស្រួយហើយ echo នេះយើងមិនចង់យើងប្រើ mic ណាដែលអត់ echo បើយើងប្រើតែ mic N8 របស់យើងមាន echo ស្រាប់យើងអត់ត្រូវបើកវាទៀតទេអញ្ចឹងយើងបើកមកល្មមច្រៀងនេះ
chữ tới dân bạc anh ấy ở phơi việc phơi bẹ cả đào chứ ban này dân bạc bẹ cả đào này bộ phơi mà chôm chứ dân bạc chữ tới dân bạc mà làm máu bẹ bẹ cả đào thì anh ấy đôi khi bẹ bẹ cả đào đôi khi anh ấy có bẹ cả đào đấy phơi việc phơi bẹ bẹ cả đào chẳng máu làm mò mà hồi nãy pe bong ôn ở sợi ấy chết đấy bật bạc hay bạc với bên nơi chọn chẳng tận ai thì theo bây giờ sợi lấy dân con à bạc về một bẹ cả đào chẳng hạn đấy dân bật chảo dân còn bạc về không oi mày không oi eco là móc chọn cái này chẳngហើយចង់ចាក់បងប្អូនដែរថាបើសិនជាយើងបើកតិចពេកបាសនេះតិចពេកអត់បើកវាឬក៏បើកតិចពេកហើយសលេងស្រួយនេះតិចពេកធ្វើឲ្យយើងច្រៀងទៅវាតាំងវាអត់សូវមានកម្លាំងច្រៀងវាតាំងខ្លាំងហើយនេះដូចគ្នាយើងបើកតិចពេកក៏តាំងហើយយើងបើកខ្លាំងពេកអត់ក៏អត់ល្អដែរវាធ្វើឲ្យសលេងម៉ៃក្រូហ្វូនយើងបែកវារ៉ាយវាអីចឹងទៅបាទអញ្ចឹងយើងបើកប៉ុណ្ណេះមកល្មមហើយសម្រាប់ការប្រើប្រាស់ម៉ៃក្រូហ្វូនក៏ដូចគ្នាដែរបើសិនជាបងប្អូនច្រៀងប្រភេទ N8 នេះយើងអាចដាក់ម៉ៃក្រូហ្វូនរៀងឆ្ងាយពីមាត់ចេះបន្តិចកុំដាក់ជាប់មាត់ចេះពេកតែបើបងប្អូនសលេងរៀងខ្សោយអាចដាក់គៀកចេះបានតែបើបងប្អូនសលេងរៀងខ្លាំងយើងអាចដាក់រៀងឆ្ងាយពីមាត់ប៉ុណ្ណេះអីបានអញ្ចឹងវាសម្រាប់វីដេអូហ្នឹងមានតែប៉ុណ្្នឹងទេបងប្អូនមានចម្ងល់អាចទំនាក់ទំនងសួរបន្ថែមបាននៅ Nano Sound សាខាអេងលីសូមអរគុណ